nhóm chồng này pe buônឆ្នាំដាក់ថ្មិញដោះថ្មិញបានរយៈពេលប្រហែលជាមួយឆ្នាំជាង2ឆ្នាំឥឡូវមកវេទនាដាក់ថែម2ឆ្នាំទៀតបងប្អូនទាំងអស់គ្នាអើយជីក្បាលណាហើយដូចយើង confirm លោកមុនចឹងបាទជាត្រូវដាំស្រូវ4គ្រាប់បាទ4នេះគ្រាប់4ខាង2ឬខាងក្រោយ2ដើម្បីសារអីដែលសារយើងហាក់ដាំខាងក្រោយនេះដើម្បីទីថ្មិញទៅខាងក្រោយតែសារយើងអស់ថ្មិញដកអីតែយើងដកគ្រាប់អស់ថ្មិញដកស្អាតទេបងប្អូននិយាយមែនបងប្អូនបើដឹងថាដាក់ប្រេសវិញស្អាតអញ្ចឹងដាក់យូរហើយអ្នកអស់គ្នាមើលថ្មីខ្ញុំមកហើយព្រោះតិចទៀតខ្ញុំត្រូវជាប់ប្រេស2ឆ្នាំសាជាថ្មីម្ដងទៀតទេអ្នកអស់គ្នាដោយសារថ្ងៃនេះខ្ញុំសម្រេចចិត្តមកដាក់ប្រេសសាជាថ្មីម្ដងទៀតនៅឯមន្ទីរពេទ្យថ្មីសន្តិភាពណាគឺនៅខាងលើនេះតែម្ដងអ្នកនរគ្នាគឺនៅចិត្ត Eden អូ view park អ្នកនរគ្នាគឺនៅ view park ណាដូចជានៅជាន់ទី2អញ្ចឹងឥឡូវទៅមកខ្ញុំទាំងអស់គ្នាចាំមើល process ដាក់ប្រេសរបស់ខ្ញុំយ៉ាងមិនដែរហើយអ្នកនរគ្នាក៏សួរខ្ញុំថាកើតថៃបានទៅត្រូវដាក់ថ្មិញម្ដងទៀតបាទគឺដោយសារតែថ្មិញខ្ញុំរៀងជើយមកមុខបងប្អូនអ្នកនរគ្នាបើសិនជាយើងមើលពីរៀងចំហៀងទៅគឺបងប្អូនអ្នកនរគ្នានឹងឃើញអាក្អប់ថ្មិញរបស់ខ្ញុំហ្នឹងរៀងជើយមកមុខបន្តិចណាអញ្ចឹងខ្ញុំអត់ស្រឡាញ់អាហ្នឹងអញ្ចឹងដោយសារតែខ្ញុំបានពិភាក្សាមួយអ្នកគ្រូទៅខ្ញុំគិតថាវាអាចចូលបានច្រើនជាងហ្នឹងទៀតក៏ខ្ញុំសម្រេចចិត្តក្នុងការដាក់ spray ហ្នឹងម្ដងទៀតទៅចឹងឥឡូវយើងមកដល់ពេទ្យយើងចូលទៅក្នុងពេទ្យទាំងអស់គ្នាអ្នកនរគ្នាបាទហើយបងប្អូនអ្នកនរគ្នាបានឆ្ងល់ថាហេតុអីបានខ្ញុំជ្រើសរើសយកពេទ្យថ្មិញសន្តិភាពនេះគឺងាយស្រួលបំផុតតែម្ដងគឺខ្ញុំសុំ case របស់អ្នកគ្រូដែលគាត់ត្រូវពុតថ្មិញឲ្យខ្ញុំហ្មងណានេះក៏ជា tip មួយសម្រាប់បងប្អូនអ្នកនរគ្នាចង់ពុតថ្មិញដែរមុននឹងយើងពុតថ្មិញមុននឹងយើងធ្វើថ្មិញគឺយើងនឹងត្រូវ consult ជាមួយនឹង doctor ឬមួយក៏អីអញ្ចឹងឯងពុកម៉ែបងប្អូនអ្នកនរគ្នាអញ្ចឹងវិធីងាយបំផុតអ្នកនរគ្នាអាចសុំក្រុមការងារពេទ្យណាតាក់ទងនឹង case របស់លោកគ្រូឬមួយក៏អ្នកគ្រូដែលគាត់បានធ្វើកន្លងមក10 20 case មកយកមើលមកថ្មិញណាសេរីតម្រង់ថ្មិញដូចយើងហើយគាត់អាចធ្វើឲ្យឃើញលទ្ធផលបានល្អជ្រើសរើសយកពេទ្យហ្នឹងទៅគឺត្រូវតែម្ដងពុកម៉ែបងប្អូនអ្នកនរគ្នាអញ្ចឹងដូចខ្ញុំអញ្ចឹងខ្ញុំជ្រើសយកនេះដោយសារអីខ្ញុំសុំ case អ្នកគ្រូមើលហ្មងថា case អ្នកគ្រូបានធ្វើថ្មិញបែបណាខ្លះខ្ញុំមើលមកត្រូវខ្ញុំគិតថាអូគាត់អាច fit ជាមួយនឹងអ្វីដែលខ្ញុំចង់បានខ្ញុំក៏សម្រេចចិត្តធ្វើថ្មិញនៅនេះតែម្ដងទៅអានេះ tip ខ្ញុំណា tip បងប្អូនអ្នកគ្នាអត់ដឹងទេជំរាបសួរបងបាទជំរាបសួរបងអញអញ្ជើញទៅលេងទីអូខេអរគុណបងអរគុណចូលពេទ្យឬពេទ្យភ័យប្រោយបន្ទាប់មកទៀតខ្ញុំក៏ចូលទៅប្រឹក្សាជាមួយអ្នកគ្រូណានៅពេលដែលយើងថត X-ray រួចអីរួចនឹងអ្នកទាំងអស់គ្នានៅពេលដែលនិយាយអ្នកគ្រូថាយើងត្រូវដាំ screw 4គ្រាប់ផ្កាខូចហើយដូចយើង confirm លោកមុនចឹងបាទជាត្រូវដាំស្រូវ4គ្រាប់បាទ4នេះគ្រាប់4ខាង2ឬខាងក្រោយ2ដើម្បីសារអីដែលសារយើងហាក់ដាំខាងក្រោយនេះដើម្បីទីថ្មិញនេះទៅខាងក្រោយតែសារយើងអស់ថ្មិញដកអីតែយើងដកអស់ថ្មិញដកបន្ទាប់ពីប្រឹក្សាជាមួយនឹងអ្នកគ្រូហើយបាទគឺថាខ្ញុំល្វីងមុខហ្មងលឺតែ scroll 4គ្រាប់ហ្នឹងភ័យហ្មងដោយសារ scroll ណាគេដាំលើចាប់ជាប់អញ្ចឹងបងប្អូនទាញថ្មីយើងទៅអើយគឺសបល់តែធ្វើម៉េចទេអ្នកនរគ្នាបើយើងមិនពេញចិត្តនឹងបច្ចុប្បន្នភាពរបស់យើងមានតែកែកុនមិនអញ្ចឹងតោះយើងឡើងជ្រុញទាំងអស់គ្នាអញ្ចឹងចាំមើលទៅពេលដែលខ្ញុំដាក់ប្រេរួចស្អាតដល់កម្រិតណាហើយយើងក៏ដល់វគ្គថតរូបថតអីទៅបងប្អូនអ្នកគ្នាទុកគីឡូ2ឆ្នាំក្រោយមកមើលវិញថាលទ្ធផលយើងបានផ្លាស់ប្ដូរដល់កម្រិតណាអញ្ចឹងណាហ្នឹងហើយយើងថតរួចអីរួចយើងក៏ចាប់ផ្ដើមឡើងជ្រុញដាក់ប្រេសទាំងអស់គ្នាតែម្ដងបាទមុខស្លោតែម្ដងមុខនេះភ័យហ្មងមុខហើយខ្ញុំទៅសើមួយគឺទៅសើថងពេទ្យគាត់សិលេចទីតាំងមកគឺត្រូវមែនតើម្ដងទីតាំងនេះគឺបងប្អូនអរគ្នាអាចមើលទេសភាពបានហ្មងមុននឹងយើងចាប់ផ្ដើមធ្វើថ្មីអត់ទេខ្ញុំនិយាយត្រង់សម្រួលអារម្មណ៍យើងបានច្រើនមែនតើតែម្ដងពេលបងប្អូនអរគ្នាមុនចាប់ផ្ដើមធ្វើមើលទេសភាពជុំវិញខ្លួននឹងមានអារម្មណ៍ថា relax ហើយធ្វើឲ្យយើង feel comfort ហ្មងវាអត់តានតឹងណាបងប្អូនអរគ្នានេះពីខ្ញុំទៅណាតែខ្ញុំទៅសើត្រង់ចំណុចហ្នឹងមួយហ្មងហើយតើតនឹង facility ក្នុងពេទ្យអីហ្នឹងមិនបាច់និយាយខ្ញុំឲ្យ10លើ10តែម្ដងណាពុកម៉ែបងប្អូនអរគ្នា clean ស្អាតនិងបច្ចេកវិទ្យាទំនើបម៉ាស៊ីនអីក៏ទំនើបដែរអញ្ចឹងណាអត់បានប៉អើយអត់បានចាក់តាមឆ្លងសុខបាទអូខេគាត់ first impression ឃើញកញ្ចក់ហ្នឹងគឺសប្បាយចិត្តយកបារម្ភមានអារម្មណ៍ថាស្អាតជាងមុនណាបងប្អូនអរគ្នានេះនិយាយតាមត្រង់ពីខ្ញុំទៅណាហើយខ្ញុំប្លែកមែនតើនៅពេលដែលខ្ញុំដាក់ប្រេសជើងទី2នេះគឺអត់ឈឺខ្ញុំមកដល់ផ្ទះ2 3ថ្ងៃក៏អត់ឈឺដល់ទី1បាទទី1ពិបាកចង់ញ៉ាំអីចង់មកអាទិត្យប្រហែលជាខ្ញុំស៊ាំជាមួយនឹងប្រេសកាពីវគ្គទី1អញ្ចឹងណាអ្នកនរគ្នាស្អាតបងប្អូនខ្លាចទៅជាបរិសុទ្ធថ្មីដីសាយថ្មីម្ដងទៀតឯអ្នកនរគ្នាអញ្ចឹងអរគុណទៅដល់មន្ទីរពេទ្យសន្តិភាពមែនតែនដែលបានដាក់ប្រេសខ្ញុំសាជាថ្មីណាហើយអញ្ចឹងបើសិនជាពុកម៉ែបងប្អូនអរគ្នាកំពុងតែមានបញ្ហាមាត់ថ្មិញខូចឬមួយក៏ចង់ដាក់ប្រេសដាក់អីពុកម៉ែបងប្អូនអរគ្នាអាចជឿទុកចិត្តទៅលើមន្ទីរពេទ្យថ្មិញសន្តិភាពបានគឺនៅឯ The View Mall តែម្ដងណានៅចិត្ត Eden ណាពុកម៉ែបងប្អូនអរគ្នាជិះមក Eden មកគឺឃើញតែម្ដងអញ្ចឹងមានតែប៉ុណ្្នឹងឯងជួបគ្នាមួយខ្ញុំនៅវីដេអូក្រោយ
press that slay